Ok សួស្តីអ្នកគ្នាចឹងក្នុងថ្ងៃនេះយើងមករៀនមានចិនដោយប្រើប្រាស់កម្មវិធី V-Class ចឹងយើងមាន topic ដែលយើងរៀបចំរួចហើយចឹងសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី1នៃការធ្វើចឹងយើងអាច copy ប័ណ្ណមេរៀននេះទាក់ទងជាមួយនឹងផ្ទាល់ខ្លួនឬក៏និយាយទៅយើងវាយជាខ្មែរក៏បានដែរដោយសារវាមានមុខងារ AI generate ចឹងពេលដែលយើងចូលមកប្រើប្រាស់យើងគ្រាន់តែ copy ដាក់ចូលកន្លែងនេះហើយបន្តមកទៀតយើងចុចពាក្យថា generate with AI thì យើងចាំបន្តិចទៅចឹងបន្ទាប់ពី generate មួយ AI វានឹងចេញជាអត្ថបទមកមួយហើយយើងអាចរៀនបានហើយអញ្ចឹងពេលយើងរៀនយើងចុច hide កន្លែងនេះហើយខ្ញុំសូមបើកឲ្យពេញ screen ទៅបាទអញ្ចឹងខ្ញុំអត់អានជាភាសាចិនទេឬក៏ខ្ញុំអានតិចតួចបំផុតហើយយើងអាចរៀនដោយប្រើប្រាស់បាទមើល ping in ស្ដាប់ជាសំឡេងបកប្រែជាអង់គ្លេសហើយនឹងបកប្រែជាខ្មែរមុនយើងចាប់ផ្ដើមយើងអាចចូលមករើសកម្រិតនិយាយសិនអញ្ចឹងបើសិនជាអានេះខ្ញុំគិតថាអ្នកទាំងអស់គ្នាគឺកម្រិត1ទាំងអស់គ្នាអញ្ចឹងវានិយាយគ្រាន់តែរៀង slow ជាងធម្មតាបន្តិចគឺ0.7 បាទអញ្ចឹងតកតងមួយនឹងអាហ្នឹងគឺយើងអាចចាប់ផ្ដើមរៀនដោយបាទដោយយើងចុចលើឲ្យវាអានលើប្រយោគ我的中文名字与寓意。我的中文名字叫林子涵。បាទអញ្ចឹងយើងប្រហែលជាស្ដាប់អត់ទាន់ទេយើងអាចស្ដាប់ម្ដងទៀត我的中文名字与寓意。我的中文名字叫林子涵。បាទអញ្ចឹងតកតងមួយហ្នឹងគឺឈ្មោះចិនរបស់ខ្ញុំនិងអត្ថន័យរបស់វាឈ្មោះចិនរបស់ខ្ញុំគឺលីនជឿហានបាទកន្លែងនេះបាទលីនជឿហានបាទអញ្ចឹងបើសិនជាយើងស្ដាប់អត់ទាន់ទេយើងអាចចុចលើវា2ដងបន្តមកទៀតយើងឲ្យវាអាន林子បាទលីនជឿ林子បាទហើយដល់ពេលពាក្យនេះយើងអាចចុច2ដងដើម្បីស្ដាប់ដូចគ្នា涵បាទទូទៅសំឡេងមនុស្សប្រុសគាត់អានរៀងបាទបាក់ស្ដាប់តិចប៉ុន្តែបើមនុស្សស្រីស្រួលស្ដាប់ជាង涵បាទអញ្ចឹងនិយាយទៅដោយសារនេះវាឲ្យ random អញ្ចឹងយើងចុចលើកទី1ប្រុសលើកទី1ទៀតស្រីអញ្ចឹងយើងអាចទៅ clear បន្ទាប់បានហើយបើសិនជាអ្នកនរគ្នាចង់បរិចអីបាទចុចកន្លែងនេះមកយើងអាចមើលធំជាងមុននេះជាងយើងចុចមក这个名字寄托了父母对我深切的期望。បាទសូមស្ដាប់ម្ដងទៀត这个名字寄托了父母对我深切的期望。បាទអញ្ចឹងសម្រាប់ clear នេះបកប្រែថា this name place my parent deep exception on me អញ្ចឹងបើសិនជាបងអង់គ្លេសបើយើងអត់ចង់មើលអង់គ្លេសក៏បានយើងអាចចុចកន្លែងនេះមកគឺយើងលែងឃើញអង់គ្លេសតែទូទៅការបកប្រែជាអង់គ្លេសវាត្រូវជាងការបកប្រែជាខ្មែរផ្ទាល់អញ្ចឹងយើងអាចមើលទៅបាទឈ្មោះនេះដាក់ការរំពឹងទុកយ៉ាងជ្រាលជ្រៅរបស់ឪពុកម្ដាយខ្ញុំមកលើខ្ញុំអញ្ចឹងយើងអាចបើសិនជាយើងឆ្ងល់ពាក្យក៏ពាក្យនេះអានថាម៉េចបាទ这个បាទពាក្យនេះបាទគេអានដូចដែលយើងស្ដាប់ឮហ្នឹងបាទ名字បាទអញ្ចឹងយើងអាចស្ដាប់ម្ដងទៀតមកទៅ这个名字寄托了父母对我深切的期望。បាទតែយើងអាចមើលពាក្យមកពាក្យជាងការពាក្យខ្លះមកពាក្យវាបកប្រែផ្សេងតែដល់ពេល combine គឺវាបកប្រែផ្សេងតែបើសិនជាឧទាហរណ៍ថាមើលទៅដូចអត់សូវត្រូវយើងអាចមើលជាភាសាអង់គ្លេសតែទូទៅនេះវាបកជាមកពាក្យគឺច្បាស់ដូចគ្នាបាទ sub បាទ substance អូខេអញ្ចឹងយើងអាចចូលមកក្នុងនេះបានហើយយើងទៅបន្តទៀតនេះយ៉ាងវែងទីយើងស្ដាប់林字代表着森林，象征着生命力与广阔的胸怀。希望我能像树木一样扎根大地，拥有坚韧不拔的品格。បាទពាក្យលីនតំណាងឲ្យព្រៃឈើតំណាងឲ្យភាពរឹងមាំនិងគំនិតទូលំទូលាយខ្ញុំសង្ឃឹមថាខ្ញុំអាចចាក់ឫសបាទ
លើផែនដីដូចដើមឈើដែលមានចរិតខ្ជាប់ខ្ជួនបាទអញ្ចឹងបើសិនជាយើងឆ្ងល់ពាក្យយើងអាចចុចមើលដូចខ្ញុំបង្ហាញមុនហ្នឹងអញ្ចឹងយើងស្ដាប់ឃ្លានឹងម្ដងទៀត林字代表着森林，象征着生命力与广阔的胸怀。希望我能像树木一样扎根大地，拥有坚韧不拔的品格。 អូខេអញ្ចឹងយើងទៅឃ្លាបន្ទាប់ទៀត子字在古文中常指带有学问的人，寓意着我能够博学多才、谦逊有礼。បាទពាក្យ Z បាទគឺពិតបបប្រែជាខ្មែរ Z តែដល់បើចិនអានជឿហ្នឹងដូចនេះយើងអាចស្ដាប់ទាំងអស់គ្នា此字 បាទជឿអញ្ចឹងពាក្យជឿហ្នឹងច្រើនតែសំដៅលើដែលអ្នកចេះភាសាចិនបុរាណដែលមានន័យថាខ្ញុំអាចចេះដឹងចេះបន្ទាបខ្លួននឹងចេះគួរសមហើយសម្រាប់ឃ្លាទី5គឺតកតងមួយ而含字则意为包容与内涵，希望我能拥有宽广的眼界，心胸开阔，在面对生活中的困难时能够从容应对。 បាទពាក្យហានមានន័យថាការអត់ឱននិងអត្តន័យបាទជប់ន័យហានបាទអត្តន័យ内涵 បាទខ្ញុំសង្ឃឹមថាខ្ញុំអាចមានចក្ខុវិស័យទូលំទូលាយបើកចិត្តទូលាយនឹងអាចដោះស្រាយការលំបាកក្នុងបាទជីវិតដែលស្ងប់ស្ងាត់បាទចៃមានទួយអញ្ចឹងយើងអាចស្ដាប់ម្ដងទៀតទៅ而含字则意为包容与内涵，希望我能拥有宽广的眼界，心胸开阔，在面对生活中的困难时能够从容应对。 អូខេអញ្ចឹងហើយឃ្លាទី6គឺជាឃ្លាចុងក្រោយ每当有人叫我的名字时，我都会感到一种无形的力量，它时刻提醒着我要做一个内心充实、品德高尚的人。 អូខេស្ដាប់ម្ដងទៀត每当有人叫我的名字时，我都会感到一种无形的力量，它时刻提醒着我要做一个内心充实、品德高尚的人。 នៅពេលដែលនរណាម្នាក់ហៅឈ្មោះខ្ញុំមានអារម្មណ៍ថាមានកម្លាំងដែលមើលមិនឃើញដែលរំលឹកខ្ញុំឲ្យខ្លាចជាមនុស្សដែលមានបេះដូងពេញលេញនិងសិលធម៌ថ្លៃថ្នូរអញ្ចឹងនេះគឺជាអត្ថបទទាំងមូលដែលវាបង្កើតដោយ AI អញ្ចឹងសម្រាប់អ្នកដែលចាប់អារម្មណ៍នឹងការហ៊ានដោយខ្លួនឯងអ្នកនរអាចធ្វើការចូលក្នុង website របស់ពួកយើងដើម្បីទិញទៅមួយកម្មវិធីនឹងបានសូមអរគុណ